This isn't real. សួស្តីដល់គ្នាស្វាគមន៍មកកាន់ Ice ថ្ងៃនេះមានរឿងមួយយកមកនិយាយដល់អ្នកគ្នាដែលរឿងមួយនេះនិយាយអំពីគ្រួសារមួយទៅវិស្សមការនៅផ្ទះលំហែកាយដល់ដាច់ស្រយាលមួយមនុស្សមួយក្រុមក៏ស្រាប់តែលេចឡើងចាប់ចងដៃចងជើងរបស់ពួកគេហើយនិយាយប្រាប់ពួកគេថានៅថ្ងៃនេះមនុស្សមួយក្រុមនេះនឹងត្រូវសម្លាប់សមាជិកគ្រួសារនេះដើម្បីការពារកុំឲ្យកើតមានវិនាសកម្មលើពិភពលោកបើសិនជាគ្រួសាររងគ្រោះនោះគឺជាគ្រួសារអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នានឹងជឿសម្ដីរបស់មនុស្សប្លែកមួយក្រុមនឹងអត់តើការដែលពួកគេចង់សម្លាប់អ្នកទាំងអស់គ្នានេះគឺដោយសារតែពួកគេឈួតរោគចិត្តឬក៏អ្វីដែលពួកគេធ្វើហ្នឹងវាដើម្បីតែការពារកុំឲ្យពិភពលោកកើតវិនាសកម្មពិតមែនចង់ដឹងទស្សនាវីដេអូនេះទាំងអស់គ្នាសាច់រឿងរបស់យើងចាប់ផ្ដើមឡើងពីគ្រួសារមួយដែលមានសមាជិក3នាក់ដោយគ្រួសារមួយនេះខុសពីសាច់រឿងរដងដែលអ្នកទាំងអស់គ្នាធ្លាប់មើលហើយដោយសារតែនេះគឺជាគ្រួសារដែលមានឪពុកដល់ទៅ2ឯណោះឪពុកម្នាក់ឈ្មោះថា Andrew ឪពុកម្នាក់ទៀតឈ្មោះថា Eric ហើយពួកគេទាំងពីរមានកូនស្រីម្នាក់ដែលមានឈ្មោះថា Van ដែលកូននេះមិនមែនជារបស់ពួកគេនោះទេប៉ុន្តែជាកូនដែលពួកគេទទួលមកចិញ្ចឹមនៅពេលនេះគ្រួសារមួយនេះមកលេងនៅផ្ទះលំហែកាយនៅក្នុងព្រៃដ៏ស្ងាត់មួយខណៈពេលដែល Van កំពុងតែអង្គុយលេងនៅក្រៅផ្ទះតែម្នាក់ឯងនេះបរិមាធំម្នាក់ឈ្មោះថា Leonard ក៏លេចឡើងមក Leonard ក៏មកនិយាយរាក់ទាក់ជាមួយនឹង Van ហើយពីរនាក់នេះក៏អង្គុយលេងហ្គេមមួយចំនួនជាមួយគ្នាផងដែរដោយខណៈពេលដែលគេកំពុងតែលេងជាមួយនឹង Van នេះគេចេះតែក្លែកមើលទៅក្នុងព្រៃរហូតដោយសារតែរងចាំសមាជិកដទៃទៀតនៃក្រុមរបស់គេឲ្យមកដល់ទីនេះបន្តិចក្រោយមកសមាជិកក្រុម3នាក់ទៀតរបស់គេក៏មកដល់ទីនេះដោយគ្រប់គ្នាសុទ្ធតែកាន់អាវុធមកជាប់ដៃនៅពេលដែលឃើញបែបនេះហើយ Van ភ័យខ្លាចមែនតើនាងក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះរបស់នាងវិញយ៉ាងលឿនប៉ុន្តែមុនពេលដែលនាងរត់ទៅផុតហ្នឹង Leonard ប្រាប់នាងថាក្រុមពួកគេនេះមានបេសកកម្មដ៏សំខាន់មួយដែលនឹងត្រូវបំពេញហើយគ្រួសាររបស់ Van នឹងត្រូវចូលរួមជួយបំពេញបេសកកម្មដ៏លំបាកនេះដែរគេសុំថាឲ្យ Van បើកទ្វារឲ្យពួកគេចូលទៅផងពីព្រោះថាបើទោះបីជានាងអត់បើកក៏ដោយក៏ពួកគេនឹងរកវិធីផ្សេងដើម្បីចូលទៅក្នុងផ្ទះហ្នឹងឲ្យបានដែរVan រត់ចូលទៅក្នុងផ្ទះហ្នឹងបិទទ្វារចាក់សោយ៉ាងលឿនហើយក៏រត់ទៅប្រាប់ឪពុករបស់នាងទាំងពីរអំពីរឿងដែលកើតឡើងប៉ុន្តែពួកគេហាក់បីដូចជាអត់ជឿសម្ដីរបស់នាងនោះឡើយតែភ្លាមនោះក៏មានសំឡេងគោះទ្វារនៅមុខផ្ទះនេះដែលធ្វើឲ្យពួកគេចាប់ផ្ដើមជឿលើអ្វីដែល Van និយាយEric ហាក់បីដូចជាភ័យមែនតើប៉ុន្តែគេព្យាយាមធ្វើឲ្យខ្លួនឯងក្លាហានហើយក៏និយាយគំរាមទៅអ្នកខាងក្រៅនោះថាឲ្យវិញ្ញាប់ចាក់ចេញពីទីនេះវិញប៉ុន្តែ Leonard បែរជានិយាយមកវិញថាអ្នកនៅក្នុងផ្ទះនោះគួរតែបើកទ្វារទៅពីព្រោះថាអ្នកនៅខាងក្រៅនេះពិតជាចង់ចូលទៅខាងក្នុងនិយាយគ្នាផ្ទាល់មែនតើដោយក្រុមរបស់គេមកទីនេះគឺគ្រាន់តែចង់មកជួយមនុស្សជាតិតែប៉ុណ្ណោះ Andrew ក៏លបទៅមើលតាមបងអួយឃើញថាអ្នកទាំងនេះសុទ្ធតែមានអាវុធគួរឲ្យខ្លាចគ្រប់ដៃបែបហ្នឹងគេក៏ចាប់ផ្ដើមបារម្ភហើយក៏ព្យាយាមតាក់ទងទៅប៉ូលីសប៉ុន្តែទូរស័ព្ទដែលគេយកមកតែទៅហ្នឹងវាតែអត់ចេញនោះទេដោយសារតែក្រុមអ្នកខាងក្រៅនោះបានកាត់ប្រព័ន្ធសេវាចេញពីផ្ទះនេះបាត់ហើយក្រុមអ្នកខាងក្រៅនោះក៏ព្យាយាមបើកទ្វារចូលមកប៉ុន្តែពួកគេបានដាក់កលឹះគ្រប់ទ្វារអស់ហើយអញ្ចឹងទៅ Redman សម្ដែងដោយ Ronald Weasley ទាំងអស់គ្នាក៏បានវាយកញ្ចក់នេះឲ្យបែកហើយយកដៃរបស់គេមកដកកលឹះបើកវាចូលមកតែម្ដងប៉ុន្តែគាត់ថារុញមកអត់ទាន់បាននោះទេដោយសារតែអ្នកនៅក្នុងផ្ទះនេះបានរុញឧបករណ៍អ្វីផ្សេងយកទៅខាំងទ្វារនឹងបាត់ហើយសមាជិកផ្សេងទៀតក៏ព្យាយាមទម្លុះចូលមកក្នុងផ្ទះនេះ Sabrina ចូលមកបានមុនគេនាងប្រាប់ថានាងអត់មានបំណងអាក្រក់អីនោះទេមុខរបររបស់នាងសពថ្ងៃគឺជាកលានុបដ្ឋាចឹងទៅនាងក៏ចង់ជួយសង្គ្រោះជីវិតមនុស្សដែរសូមកុំឲ្យពួកគេខ្លាចនាងអីប៉ុន្តែដល់ពេលដែលសមាជិកគ្រួសារនេះចង់រត់ចេញទៅនាងក៏បានវាយ Eric ឲ្យដួលហើយគេក៏បោកក្បាលសន្លប់ភ្លាមតែម្ដងSabrina ភ័យមែនទែនក៏ចង់ទៅជួយឲ្យ Eric ដឹងខ្លួនមកវិញប៉ុន្តែនៅពេលដែលឃើញបែបហ្នឹង Andrew ក៏ប្រញាប់ដាក់កូនរបស់ខ្លួនចុះហើយយកអាវុធមួយទៀតមកកវីក្បត់ដើម្បីដេញ Sabrina ឲ្យចេញឆ្ងាយពីប្តីរបស់ខ្លួនតែស្របពេលហ្នឹងដែរ Redman ក៏រុញទ្វារនេះចូលមកបាន Andrew ក៏ប្រញាប់ទៅបតាយបតប់ជាមួយនឹង Redman ហើយចុងក្រោយគេក៏អាចវាយឈ្នះ Redman ប៉ុន្តែដល់ពេលដែលគេកលេចមើលមកវិញឃើញថាកូនស្រីរបស់គេនៅពេលនេះនៅក្នុងកណ្ដាប់ដៃរបស់ Leonard បាត់ទៅហើយចឹងតើគេអត់ហ៊ានតដៃអីទៀតនោះទេសម័យតកាលអតីតកាលនេះគឺនៅពេលដែល Andrew សារភាពប្រាប់ពុកម្ដាយរបស់គេថាគេស្រឡាញ់ភេទដូចគ្នាហើយគេនិង Eric គឺជាគូស្នេហ៍នឹងគ្នាឪពុកម្ដាយរបស់ Andrew អត់ពេញចិត្តនោះទេប៉ុន្តែយ៉ាងណាក៏ Andrew និង Eric ពុះពៀជំនះជាមួយគ្នាដោយសន្យានឹងគ្នាថាទោះបីជាមានរឿងអីកើតឡើងក៏ដោយក៏ពួកគេទាំងពីរនឹងមិនបោះបង់គ្នាចោលដែរនៅជំបន្ទាប់ Eric ដឹងខ្លួនពីសន្លប់មកវិញដោយមាន Sabrina ជាអ្នកមើលថែមុខរបួសនៅលើក្បាលឲ្យគេផងដែរដោយនៅពេលដែលគេដឹងខ្លួនមកវិញនេះឃើញថាគេនិងប្តីរបស់គេជាប់ចំណង
ចំណែកកូនរបស់គេវិញអង្គុយនៅលើឥដ្ឋធម្មតាអត់មានជាប់អីនោះទេហើយក្រុមអ្នកទម្លុះផ្ទះមកនេះក៏ចាក់តុក្កតាឲ្យកូនស្រីរបស់ពួកគេមើលដើម្បីប្រហែលជាអត់ចង់ឲ្យនាងភ័យឯមើលទៅមនុស្សចម្លែកទាំង4នាក់នេះក៏ចាប់ផ្ដើមណែនាំខ្លួនម្ដងម្នាក់ដោយដំបូងគេគឺជា Sabrina នាងប្រាប់ថានាងគឺជាកលិនបថាដែលរស់នៅតំបន់ឆ្ងាយខ្លាំងមែនទែនហើយនាងប្រើប្រាស់លុយសន្សំរបស់នាងអស់យ៉ាងច្រើនដើម្បីធ្វើដំណើរមកទីនេះក្នុងបំណងជួបគ្រួសារមួយនេះបន្តមកទៀតគឺ Leonard គេណែនាំខ្លួនថាគេគឺជាគ្រូបឋមម្នាក់ហើយមានការងារក្រៅមកធ្វើជាអ្នកក្លុកស្រានៅបារមួយកន្លែងទៀតបន្តមកទៀតគឺ Raymond ប៉ុន្តែគេអត់ចង់ណែនាំខ្លួនឲ្យគ្រួសារនេះស្គាល់នោះទេភ្លាមនោះ Leonard ដែលជាមេក្រុមនេះក៏ស្ដីឲ្យថាការដែលណែនាំខ្លួននឹងគឺជាចំណុចដ៏សំខាន់មួយដែលនឹងជួយឲ្យពួកគេបំពេញបេសកកម្មពួកគេបានចឹងទៅ Raymond ក៏ព្រមណែនាំខ្លួនគេថាគេគឺជាបុគ្គលិកធ្វើការនៅការ៉ាសាំងមួយកាលពីមុនគេធ្លាប់ប្រព្រឹត្តរឿងមិនល្អដែលធ្វើឲ្យគេធ្លាប់ជាប់គុកប៉ុន្តែឥឡូវពេលដែលគេចេញពីគុកវិញគេកែខ្លួនជាមនុស្សល្អជាងមុនហើយចុងក្រោយគេគឺជា Adrian នាងណែនាំខ្លួនថានាងគឺជាចុងភៅនៅក្នុងភោជនីយដ្ឋានមួយហើយនាងពិតជាចូលចិត្តធ្វើម្ហូបមែនទែនពីព្រោះចូលចិត្តមើល reaction អ្នកដែលញ៉ាំម្ហូបរបស់នាងបន្ទាប់មកក្រុមដ៏ចម្លែកមួយនេះក៏ចាប់ផ្ដើមប្រាប់អំពីបេសកកម្មដែលពួកគេមកផ្ទះហ្នឹងដោយក្រុមនេះថាពួកគេមកទីនេះគឺដើម្បីសុំឲ្យគ្រួសារមួយនេះលះបង់សមាជិកណាម្នាក់របស់ពួកគេយកទៅបូជាដើម្បីការពារកុំឲ្យភពផែនដីនេះកើតវិនាសកម្មធ្វើឲ្យមនុស្សទាំងផែនដីទាំងមូលនេះនឹងត្រូវស្លាប់តែម្ដង Leonard បន្តទៀតថាគេនឹងអត់បង្ខំនោះទេដោយគ្រួសារនេះអាចសម្រេចចិត្តបានថាចង់លះបង់សមាជិកគ្រួសារខ្លួនឯងឬអត់ដែលបើសិនជាពួកគេចង់លះបង់សមាជិកគ្រួសារណាមួយទៅក្រុមនេះនឹងធ្វើការបូជាឲ្យហើយនៅពេលនោះភពផែនដីនឹងអត់មានវិនាសកម្មនោះទេហើយមនុស្សជាតិក៏នឹងមិនត្រូវស្លាប់នោះដែរប៉ុន្តែបើសិនជាសមាជិកគ្រួសារនេះសម្រេចថានឹងអត់លះបង់សមាជិកគ្រួសាររបស់ពួកគេណាម្នាក់នោះទេក្រុមនេះក៏នឹងអត់បង្ខំហើយអត់យាយីធ្វើបាបសម្រាប់សមាជិកគ្រួសារនេះអីនោះដែរពួកគេទាំង3នឹងរស់រានមានជីវិតប៉ុន្តែមនុស្សជាតិទូទាំងផែនដីទាំងមូលនឹងត្រូវស្លាប់ហើយនៅពេលដែលស្ដាប់ឮបែបនេះហើយសមាជិកគ្រួសារនេះអត់ជឿនោះទេពីព្រោះគិតថាក្រុមនេះគឺជាមនុស្សឈួតដែលប្រហែលជាចង់មកសម្លាប់ពួកគេនេះគឺដោយសារតែអត់ពេញចិត្តដែលគ្រួសារនេះគឺជាគ្រួសារដែលស្រឡាញ់ភេទដូចគ្នាតែប៉ុណ្ណោះហើយអ្នកនរគ្នាបើសិនជាអ្នកនរគ្នាអត់សូវតាមដានព័ត៌មាននៅបរទេសទេអ្នកនរគ្នាប្រហែលជាអត់ដឹងនោះទេករណីដែលមនុស្សស្រឡាញ់ភេទដូចគ្នាមនុស្សកែភេទអីទាំងអស់ហ្នឹងត្រូវបានអ្នកដទៃសម្លាប់អីបែបហ្នឹងវាមានមែនតើអ្នកនរគ្នាអញ្ចឹងទៅបានជាធ្វើឲ្យសមាជិកគ្រួសារនេះមានគំនិតថាក្រុមមួយនេះគឺជាមនុស្សឈួតដែលគ្រាន់តែចង់សម្លាប់ពួកគេដោយសារតែពួកគេស្រឡាញ់ភេទដូចគ្នាតែប៉ុណ្ណោះ Leonard ក៏បកស្រាយទៅវិញថាពួកគេមិនបានមកជ្រើសរើសគ្រួសារណាមួយដោយសារតែពួកគេអត់ចូលចិត្តគ្រួសារនឹងស្រឡាញ់ភេទដូចគ្នាអីនោះទេពួកគេជ្រើសរើសយកគ្រួសារមួយនេះគឺដោយសារតែពួកគេគ្រប់គ្នាទទួលបាន vision ដែលប្រាប់ថាឲ្យមករកគ្រួសារនេះតែប៉ុណ្ណោះ Andrew នៅតែអត់ជឿចឹងទៅគេក៏ស្រែកទៅវិញថាបើទោះបីជាពិភពលោកនេះខ្ទេចខ្ទាំណាក៏គេនឹងអត់លះបង់សមាជិកណាម្នាក់នៃគ្រួសាររបស់គេនោះដែរ Leonard ក៏ចាប់ផ្ដើមបកស្រាយទៀតថាតាមពិតទៅពួកគេទាំង4នាក់អត់ដែលស្គាល់គ្នាពីមុនមកនោះទេហើយពួកគេរៀងៗខ្លួនសុទ្ធតែទទួលបាន vision មើលឃើញតម្រុយអីផ្សេងៗដែលបណ្ដាលឲ្យពួកគេរកគ្នាឃើញបន្ទាប់មកពួកគេក៏មើលឃើញ vision ផ្ទះលំហែកាយមួយនេះដែលធ្វើឲ្យពួកគេធ្វើដំណើរមកផ្ទះលំហែកាយនេះ Leonard បន្តទៀតថាដោយបើសិនជាគ្រួសារនេះអត់ព្រមលះបង់សមាជិកគ្រួសារខ្លួនឯងទេវិនាសកម្មនៅលើផែនដីនេះនឹងចាប់ផ្ដើមកើតឡើងដោយពីដំបូងវានឹងចាប់ផ្ដើមកើតរលកស៊ូណាមីបន្ទាប់មកគឺជាជំងឺអាសន្នរោគក្រោយមកទៀតមេឃនឹងបែកបាក់ធ្លាក់មកលើផែនដីហើយចុងក្រោយមេឃនឹងប្រែទៅជាងងឹតសូន្យសងរហូតទៅ Eric ក៏សួរថាចុះបើសិនជាគ្រួសាររបស់ពួកគេនៅតែប្រកែកអត់ព្រមតើនឹងយ៉ាងម៉េចទៅ Leonard ថាសមាជិកក្រុមនេះម្នាក់ៗនឹងត្រូវលះបង់ម្ដងមួយ Leonard ក៏សួរទៅម្ដងទៀតថាតើពួកគេព្រមលះបង់សមាជិកគ្រួសាររបស់ពួកគេឬអត់ពួកគេប្រកែក Adrian ក៏យក Gwen មកឲ្យអោបនៅលើឪពុករបស់នាងពីព្រោះថាបន្តិចទៀតនេះនឹងមានរឿងដ៏សាហាវព្រៃផ្សាយមួយកើតឡើងដែលនាងអត់ចង់ឲ្យក្មេងមើលឃើញនោះទេបន្ទាប់មក Redman គេក៏យកកណាត់នេះមករុំលើក្បាលលុតជង្គង់ចុះហើយលះបង់ខ្លួនឯងធ្វើជាសមាជិកទី1ដែលនឹងត្រូវទៅ Eric មើលឃើញថាហាក់បីដូចជាមានពន្លឺអ្វីម្យ៉ាងនៅពីក្រោយសមាជិកក្រុមនេះបន្ទាប់មក Leonard ក៏លើកឧបករណ៍ដូចជាបថៅនេះមកហើយវាយក្បាលរបស់ Raymond រហូតទាល់តែផុងរលាស្លាប់បាត់បន្ទាប់ពីពេលដែល Raymond បានស្លាប់ហើយសមាជិកដទៃទៀតនៃក្រុមមួយនេះក៏ចាប់ផ្ដើមសម្អាតនៅក្នុងផ្ទះនេះបន្ទាប់មក Leonard ក៏ទៅបដូរប៉ុស្តិ៍បើកប៉ុស្តិ៍ព័ត៌មានវិញដោយនៅពេលនេះគេកំពុងតែផ្សាយព័ត៌មានទាន់ហេតុការណ៍មួយអំពីរលកស៊ូណាមីនៅពេលដែលមើលព័ត៌មាននេះទៅ Sabrina និង Adrian និយាយថាវាពិតជាកើតឡើងដូចក្នុង vision ដែលពួកគេបានឃើញមែន
បើសិនជាអ្នកទាំងអស់គ្នានៅក្នុងស្ថានភាពនេះវិញហើយអ្នកទាំងអស់គ្នាគឺជាសមាជិកគ្រួសារនេះតើអ្នកទាំងអស់គ្នាជឿសម្ដីរបស់ពួកគេហើយព្រមលះបង់សមាជិកគ្រួសារខ្លួនឯងនៅពួកគេក៏បិទទូរទស្សន៍នេះហើយ Sabrina ក៏និយាយដាក់គ្រួសារនេះថានាងនឹងមកសុំចម្លើយការសម្រេចចិត្តរបស់ពួកគេម្ដងទៀតនៅព្រឹកបន្ទាប់សម័យទៅកាន់អតីតកាលដែលនេះគឺជានៅពេលដែលគ្រួសារមួយនេះចាប់ផ្ដើមវិសមការរបស់ពួកគេពិតជាសប្បាយរីករាយខ្លាំងមែនទែនច្រៀងជាមួយគ្នាទាំងនៅក្នុងឡាននៅពេលដែលមកដល់ទីនេះពួកគេក៏ទៅហែលទឹកនៅក្នុងបឹងមួយយ៉ាងសប្បាយរីករាយជាមួយនឹងគ្នាផងដែរនៅព្រឹកបន្ទាប់ពេលដែល Eric ដឹងខ្លួនមកវិញត្រូវបាន Sabrina កំពុងតែមើលថែរបួសនៅលើក្បាលរបស់គេម្ដងទៀតហើយដោយខណៈពេលដែលនាងកំពុងតែមើលថែ Eric នេះនាងក៏និយាយថានៅពេលដែលនាងមើលឃើញ vision នឹងដំបូងណានាងក៏អត់ជឿវានោះដែរប៉ុន្តែយូរទៅនាងក៏ជឿហើយនាងជឿជាក់ថា Eric គេក៏នឹងជឿទៅលើអ្វីដែលក្រុមនេះប្រាប់ដូចនាងផងដែរនៅចុងបន្ទាប់ Andrew ក៏និយាយដាក់ Eric ថា Andrew មើលឃើញ Eric ក្នុងសភាពបែបនេះខ្លាចថា Eric ជឿអ្នកទាំងហ្នឹងចឹងទៅក៏និយាយប្រាប់ Eric ថាវាអាចទៅរួចដែល Leonard គេរៀបចំការទម្លុះចូលមកក្នុងផ្ទះនេះឲ្យត្រូវជាមួយនឹងពេលដែល tsunami នោះកើតឡើងដែលគេចង់មានន័យថា Leonard អាចនឹងមើលអូតូនិយមឃើញថាអាចនឹងមានព្យុះកើតឡើងថ្ងៃណាហើយគេទម្លុះចូលមកក្នុងថ្ងៃហ្នឹងអីចឹងណាដើម្បីធ្វើឲ្យពួកគេជឿថានៅពេលដែលគ្រួសារនេះប្រកែកទៅពិតជាមានវិនាសកម្មកើតឡើងនៅលើផែនដីនេះមែនហើយខណៈពេលដែលសមាជិកក្រុមទាំង3នាក់នោះកំពុងតែរវល់នេះ Wen ក៏ចង់រត់ចេញពីផ្ទះនេះតាមច្រកក្រោមដីប៉ុន្តែចុងក្រោយនាងត្រូវបាន Leonard ចាប់យកមកវិញនោះដែរ Andrew ក៏ស្រែកខ្លាំងៗថានៅពេលនេះគេច្បាស់ក្នុងចិត្ត 100% ថាសមាជិកក្រុមនេះមកអញ្ញាញ៉ៃជាមួយនឹងគ្រួសាររបស់ពួកគេគឺដោយសារតែឃើញតែគ្រួសាររបស់គេគឺជាគ្រួសារស្រឡាញ់ភេទដូចគ្នាហ្នឹងហើយពីព្រោះគេចាំបានថាកាលពីប្រហែលឆ្នាំមុនពេលដែលគេចូលទៅក្នុងបារមួយកន្លែងគេត្រូវបាន Redman វាយដោយសារតែ Redman ស្អប់ថាគេគឺជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាភ្លាមនោះ Eric ក៏និយាយថាប៉ុន្តែអ្នកដែលវាយទៅកាន់ Andrew ហ្នឹងក្រែងជាបរិសម្នាក់ដែលមានឈ្មោះថា O'Bananda Andrew ក៏នៅតែប្រកែកជាមួយ Eric ដែរហើយប្រាប់ឲ្យសមាជិកក្រុមនោះថាយកអត្តសញ្ញាណប័ណ្ណរបស់ Redman មកបញ្ជាក់មកឈ្មោះ Redman ប្រហែលជាមិនមែនឈ្មោះពិតប្រាកដរបស់គេនោះទេ Leonard ប្រកែកថាឈ្មោះពិតរបស់ Redman យ៉ាងណាវាអត់សំខាន់នោះទេសំខាន់ Redman ក៏បានមើលឃើញ vision នោះដែរចឹងទៅបេសកកម្មរបស់ពួកគេនេះត្រូវតែបន្ត Adrian ក៏ចាប់ផ្ដើមអត់ប្រកាសចិត្តអំពីបេសកកម្មរបស់ពួកគេហើយនាងក៏លាន់មាត់មកថាតៃឡូ Redman បោកប្រាស់ពួកគេដោយសារតែ Redman គឺជាមនុស្សដំបូងដែលមាន vision មើលឃើញផ្ទះលំហែកាយនេះមុនគេហើយតើតា Redman ប្រាប់ពួកគេថាមើលឃើញផ្ទះលំហែកាយនេះទើបពួកគេចាប់ផ្ដើមមាន vision មើលឃើញផ្ទះលំហែកាយនឹងដែរដែលនៅកន្លែងនេះអាចទៅរួចទាំងអស់គ្នាពីព្រោះសិនជានរណាម្នាក់ត្រូវអ្នកដទៃនិយាយប្រាប់អំពីព័ត៌មានដដែលណាមួយរហូតម្នាក់នឹងគិតអំពីព័ត៌មាននឹងរហូតដល់អាចដេកយល់សប្តិឃើញអីអញ្ចឹងណាតែភ្លាមនោះ Leonard ក៏ប្រកែកថា Adrian ច្រឡំហើយពីព្រោះថាពួកគេទទួលបាន vision ហ្នឹងតាំងពីមុនពេលដែល Redman ប្រាប់ថាគេមើលឃើញ vision ផ្ទះលំហែកាយនេះមកម្ល៉េះមេឃល្ងាចមែនតើហើយ Leonard ក៏រុញកៅអីពីរនាក់នេះឲ្យបែរមុខគ្នាដើម្បីឲ្យពួកគេសម្រេចចិត្តសម្រាប់ថ្ងៃបន្ទាប់នៅព្រឹកបន្ទាប់យើងឃើញថា Wen អង្គុយញ៉ាំអាហារពេលព្រឹកដែលមើលទៅហាក់បីដូចជាទំនងមែនតើដែលធ្វើដោយសមាជិកក្រុមនោះដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាក្រុមនេះហាក់បីដូចជាល្អដែរតើពួកគេគឺជាមនុស្សអាក្រក់ឬក៏មនុស្សឈួតទៅបានជាចង់សម្លាប់គ្រួសារនេះអញ្ចឹងដោយខណៈពេលដែលសមាជិកក្រុមដទៃទៀតកំពុងតែរវល់ Andrew ក៏និយាយប្រាប់ទៅកាន់ Eric ថាបើសិនជាបានចេញទៅក្រៅត្រូវទៅយកកំភ្លើងដែលនៅគូតឡានយកមកធ្វើជាអាវុធការពារខ្លួនសមាជិកក្រុមនេះក៏នាំគ្នាចូលមកដល់ទីនេះដែរហើយ Wen នាងក៏លោតទៅក្បែរ Eric ហើយកំបិតដែលនាងលួចពីតុអាហារពេលព្រឹកមិញហ្នឹងឲ្យឪពុករបស់នាងកាត់ចំណងបន្ទាប់មក Adrian ក៏ដើរមកគេនិងនិយាយទាំងទៅភ្នែកថាបើសិនជាគ្រួសារនេះនៅតែអត់ទាន់សម្រេចចិត្តថានឹងពាក់លីសមាជិកគ្រួសារណាមួយទេនាងនឹងជាសមាជិកក្រុមបន្ទាប់ដែលនឹងត្រូវទៅហើយ Eric ចិត្តទន់មែនតើហើយមើលទៅក៏ដូចជាអាណិត Adrian ដែរចឹងទៅក៏ព្យាយាមបញ្យល់ Adrian វិញថាឲ្យក្រុមនេះបញ្ឈប់សកម្មភាពរបស់ពួកគេទៅនឹងមិនមានចុងបញ្ចប់ពិភពលោកអីនោះទេប៉ុន្តែ Adrian ប្រកែកមកវិញថាបើសិនជាគ្រួសារនេះនៅតែអត់ទាន់សម្រេចចិត្តនោះទេចុងបញ្ចប់នៃពិភពលោកគឺកាន់តែមកគៀកមែនតើគ្រួសារនេះនៅតែព្រមលះបង់សមាជិកគ្រួសារខ្លួនឯងឲ្យគេសម្លាប់ដដែលអញ្ចឹងទៅ Adrian ក៏លុតជង្គង់ចុះនៅចំពោះមុខអ្នកទាំងអស់នេះយកកណាត់សមកគ្របក្បាលបន្ទាប់មកក៏យកកំភ្លើងបាញ់សម្លាប់ខ្លួនឯងបន្ទាប់មក Leonard ក៏និយាយថានៅពេលនេះជំងឺអាសន្នរោគនឹងចាប់ផ្ដើមលេចឡើងពេញពិភពលោកហើយ Sabrina ក៏បើកទូរទស្សន៍ហើយឃើញព័ត៌មានទាន់ហេតុការណ៍កំពុងតែផ្សាយអំពីវីរុសថ្មីម្យ៉ាងដែលកំពុងតែវាយលោកនៅលើពិភពលោកនេះដែលធ្វើឲ្យមនុស្សជាច្រើនរងផលប៉ះពាល់មែនទែន Eric ក៏និយាយប្រាប់ Andrew ថាមុនពេល Redman បានសម្លាប់ខ្លួនហ្នឹងគេបានមើលឃើញចំណាំងផ្លាតអ្វីម្យ៉ាងហាក់បីដូចជាសញ្ញាប្រាប់ថាអ្វីដែលក្រុមនេះនិយាយមកគឺជាការប៉ិនអញ្ចឹង
ខ្លាចថាគូស្នេហ៍របស់ខ្លួនអាចនឹងលងជឿទៅតាមក្រុមនោះចឹងទៅគេក៏ព្យាយាមបញ្យល់ទៅវិញថាកុំឲ្យជឿអីហើយអ្វីដែលគេឃើញហ្នឹងវាគឺគ្រាន់តែជាការធម្មតាតែប៉ុណ្ណោះអត់មានអត្ថន័យអីពិសេសនោះទេវ៉ាន់ក៏ចាប់ផ្ដើមស្រែកជំទាវលឺថានាងចង់មើលតុក្កតាហើយខណៈពេលដែលសមាជិកក្រុមពីរនាក់នេះកំពុងតែរវល់លួងវ៉ាន់ Eric កាត់ចំណងរបស់គេរួចគេក៏ប្រញាប់លើកយកអាវុធនេះដើម្បីតតាំងជាមួយនឹងសមាជិកក្រុមពីរនាក់នេះឆ្លៀតឱកាសនឹង Andrew ក៏រើខ្លួនរួចពីចំណងរបស់គេដែរហើយក៏ប្រញាប់រត់ទៅក្រៅផ្ទះដើម្បីយកកំភ្លើងប៉ុន្តែបើកទ្វារឡាននេះអត់ទាន់បានផង Sabrina មកពីក្រោយហើយវាយជើងរបស់គេយ៉ាងខ្លាំងដែលធ្វើឲ្យគេដួលចុះAndrew ក៏យកដៃមកក្តាប់បាច់ដាក់ភ្នែក Sabrina ហើយឆ្លៀតឱកាសនេះគេក៏ចូលទៅក្នុងឡានបាត់និងវាទៅរកប្រអប់កំភ្លើង Sabrina ក៏ព្យាយាមយកអាវុធនេះមកវាយកញ្ចក់ឡាននឹងបំបែក Andrew រកប្រអប់នឹងឃើញហើយប៉ុន្តែកំភ្លើងនេះអត់ទាន់មានគ្រាប់នោះទេអញ្ចឹងទៅគេត្រូវដាក់គ្រាប់កំភ្លើងនេះចូលទៅក្នុងកំភ្លើងនេះសិន Sabrina ទម្លុះបង្អួចនេះបានហើយក៏បើកទ្វារឡាននេះមកស្រែកប្រាប់ឲ្យ Andrew ឈប់ភ្លាមប៉ុន្តែ Andrew ដាក់គ្រាប់កំភ្លើងរបស់គេបានហើយគេក៏បាញ់គំរាមវិញ Sabrina ភ័យពេកនាងក៏រត់ទៅបាត់ស្របពេលនឹងដែរនៅក្នុងផ្ទះលំហែកាយឯនេះវិញ Eric នៅតែព្យាយាមយកអាវុធដើម្បីតតាំងជាមួយនឹង Leonard ហើយ Leonard វិញគេព្យាយាមយកប្រាប់ Eric ថាគ្រួសារមួយនេះត្រូវបានជ្រើសរើសឲ្យសម្រាប់ចាត់ធ្វើរឿងដ៏លំបាកមួយហ្នឹងក៏ដោយសារតែក្តីស្រឡាញ់ដែលគ្រួសារនេះមានចំពោះគ្នាវាគឺបរិសុទ្ធខ្លាំងតែភ្លាមនោះ Andrew ក៏ចូលមកដល់ក្នុងនេះហើយលើកំភ្លើងរបស់គេគំរាមទៅកាន់ Leonard ដាក់អាវុធរបស់គេចុះប៉ុន្តែក៏សួរទៅកាន់គ្រួសារនេះវិញថាដល់ពេលគេត្រូវសម្រេចចិត្តម្ដងទៀតហើយតើគេនឹងសម្រេចចិត្តបែបណាភ្លាមនោះ Sabrina ក៏រត់ចូលមកក្នុងផ្ទះនេះវិញតែ Andrew ក៏បាញ់ទៅកាន់នាងដែលធ្វើឲ្យនាងត្រូវរបួសធ្ងន់មែនទែនគ្រួសារនេះឆ្លើយថាពួកគេនឹងអត់លះបង់សមាជិកគ្រួសាររបស់ពួកគេនោះឡើយ Andrew ក៏ទៅយកកាបូបចេញពីសាកសពរបស់ Redmond ដើម្បីយកអត្តសញ្ញាណប័ណ្ណហ្នឹងមកឆែកហើយក៏ឃើញថាតាមពិតទៅ Redmond នឹងហើយគឺជាមនុស្សដែលបានវាយប្រហារមកកាន់ Andrew កាលពីប្រហែលឆ្នាំមុនដោយសារតែមានការរើសអើងមកលើពួកគេដែលស្រឡាញ់ភេទដូចគ្នាដែលធ្វើឲ្យនៅពេលនេះ Andrew កាន់តែច្បាស់ក្នុងចិត្តថាក្រុមមួយនេះគឺបែកថ្នាំហើយចង់មកសម្លាប់ពួកគេដោយសារតែគ្រួសារពួកគេហ្នឹងស្រឡាញ់ភេទដូចគ្នាហ្នឹងហើយគេក៏លើកកំភ្លើងគំរាមទៅកាន់ Leonard ប្រាប់ឲ្យ Leonard ដើរចូលទៅក្នុងបន្ទប់ទឹកពេលដែល Leonard ចូលទៅហើយ Andrew ក៏បិទទ្វារឃុំឃាំង Leonard នៅក្នុងនោះដោយបំរុងនឹងនាំសមាជិកគ្រួសាររបស់គេរត់ចេញពីទីនេះហើយស្រាប់តែឮសំឡេងកញ្ចក់បែកយ៉ាងខ្លាំងនៅក្នុងបន្ទប់ទឹកនោះដល់ពេលបើកទ្វារនេះមើលវិញម្ដងទៀតឃើញថាបង្អួចនៃបន្ទប់ទឹកនេះវាបានបែកខ្ទេចអស់ហើយដោយសារតែអត់ច្បាស់នោះទេថា Leonard បានរត់ចេញពីបន្ទប់ទឹកនេះឬអត់ចឹងទៅ Andrew ក៏បាញ់ទៅកន្លែងបាំងវាំងននងូតទឹកនេះតែភ្លាមនោះ Leonard ក៏ស្រាប់តែស្ទុះមកបតែបតប់ជាមួយនឹង Andrew ហើយចុងក្រោយ Leonard ដណ្ដើមយកកំភ្លើងនេះមកវិញបានដែលធ្វើឲ្យគ្រួសារនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Leonard ជាថ្មីគេក៏បញ្ជាឲ្យគ្រួសារនេះបើកទូរទស្សន៍មើលទៅហើយក៏ឃើញព័ត៌មានផ្សាយថាមានយន្តហោះនៅលើមេឃទាំងប្រមាណគ្រឿងហ្នឹងវាសុទ្ធតែចាប់ផ្ដើមធ្លាក់មកលើភពផែនដីវិញអស់ហើយដែលធ្វើឲ្យនៅលើភពផែនដីនេះមានគ្រោះថ្នាក់ច្រើនកន្លែងមែនទែនមើលព័ត៌មាននេះហើយធ្វើឲ្យ Eric នឹកឃើញដល់វិនាសកម្មទី3ដែលសមាជិកក្រុមនេះបានប្រាប់មកគេបើទោះបីជាសម្ដីហ្នឹងវាអត់ដូចគ្នា 100% មែនប៉ុន្តែវាត្រូវដោយវិនិស្សកម្មមួយហ្នឹងមេឃនឹងធ្លាក់មកលើផែនដីប៉ុន្តែនេះមិនមែនមេឃធ្លាក់មកទេវាជារបស់ដែលនៅលើមេឃធ្លាក់មកលើផែនដី Andrew នៅតែអត់ជឿព្រោះគិតថាវាគឺគ្រាន់តែជាការបោកប្រាស់របស់ក្រុមនេះតែប៉ុណ្ណោះប៉ុន្តែចំពោះ Eric វិញគេចាប់ផ្ដើមជឿហើយថាអ្វីដែលក្រុមនេះនិយាយមកវាគឺពិតជាការពិតមែន Leonard ក៏លើកកំភ្លើងគំរាមឲ្យសមាជិក3នាក់នៃគ្រួសារនេះដើរទៅក្រោយផ្ទះនេះទៅបន្ទាប់មកគេថាបើសិនជាសមាជិកគ្រួសារនេះនៅតែអត់សម្រេចចិត្តដដែលគេនឹងសម្លាប់ខ្លួនហើយដោយសារតែចង់ឲ្យកូនខ្លួនឯងឃើញការសម្លាប់ខ្លួនដ៏សាហាវឲ្យបែបនេះចឹងទៅឪពុកនេះក៏ដេញឲ្យ Gwen ឡើងទៅលើផ្ទះដើមឈើហើយស្ដាប់ចម្រៀងនៅទីហ្នឹងមុនពេលដែលសម្លាប់ខ្លួន Leonard ព្យាយាមបញ្ចុះបញ្ចូលឲ្យគ្រួសារនេះព្រមលះបង់សមាជិកគ្រួសាររបស់ពួកគេជាលើកចុងក្រោយប៉ុន្តែនៅពេលដែល Andrew នៅតែប្រកែកថាអត់ព្រមនោះទេ Leonard ក៏យកកាំបិតអាកសម្លាប់ខ្លួនហើយភ្លាមនោះមេឃក៏ចាប់ផ្ដើមងងឹតភ្លាមតែម្ដង Eric ក៏ចាប់ផ្ដើមនិយាយថានៅពេលនេះគេជឿហើយ Eric ក៏ហុចកំភ្លើងឲ្យទៅគូស្នេហ៍របស់ខ្លួនហើយនិយាយថាសូមឲ្យ Andrew បាញ់សម្លាប់គេមកបើអត់ចង់ជួយមនុស្សដទៃទៀតនៅលើពិភពលោកទេគឺចាត់ទុកថាគឺជាការជួយសង្គ្រោះ Gwen ពីវិនាសកម្មនេះទៅចោះ Andrew ក៏ប្រកែកថាអត់ទេគេនោះទេគឺជាមនុស្សដែលគួរតែលះបង់ជីវិតប៉ុន្តែ Eric និយាយថាអត់ទេពីព្រោះតែគេបានសម័យឃើញអនាគតរួចទៅហើយគឺនៅពេលហ្នឹង Gwen ធំឡើងមានអាជីពដ៏ល្អមួយមានស្នេហារស់នៅយ៉ាងសប្បាយរីករាយហើយ Andrew នឹងជាឪពុកដ៏ល្អដែលចាំមើលភាពជោគជ័យរបស់កូនពួកគេចុងក្រោយ Andrew ក៏ព្រមបាញ់សម្លាប់ Eric ដើម្បីបញ្ឈប់វិនាសកម្មនៅលើភពផែនដីនេះបន្ទាប់មកគេក៏ឡើងទៅលើផ្ទះលើដើមឈើនោះដែរដើម្បីអោបកូនស្រីរបស់គេរំសាយការឈឺចាប់របស់គេមួយចំនួន
មេឃនៅពេលនេះលែងងងឹតហើយប៉ុន្តែវាធ្លាក់ភ្លៀងហើយមានរន្ទះយ៉ាងខ្លាំងដែលបាញ់ទៅលើដើមឈើក្បែរនោះដែលបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះទៅដល់ផ្ទះលំហែកាយមួយនេះពីអ្នកឪពុកកូននេះឈរមើលផ្ទះនេះឆេះមកស្ទុះហើយពួកគេក៏នាំគ្នាដើរចេញពីព្រៃនេះវិញនៅពេលដែលឃើញឡានក្រុមនោះពួកគេក៏នាំគ្នាជិះវាទៅទីប្រជុំជននៅពេលទៅដល់ទីនោះពួកគេក៏មើលឃើញព័ត៌មានផ្សាយថានៅពេលនេះព្យុះស៊ូណាមីក៏លែងមានចំពោះជំងឺអាសន្នរោគនោះវិញក៏អត់មានមនុស្សស្លាប់បន្តទៀតដែរហើយចំពោះគ្រោះថ្នាក់ដែលធ្លាក់យន្តហោះយ៉ាងចម្លែកពេញពិភពលោកហ្នឹងវាក៏អត់មានទៀតដែរដែលបញ្ជាក់ឲ្យ Andrew និងកូនរបស់គេដឹងថាការដែលគេលះបង់ Eric នោះវាពិតជាបញ្ឈប់វិនាសកម្មនៅលើពិភពលោកនេះបានមែនបន្ទាប់ពីនេះពួកគេក៏ឡើងឡានដើម្បីចាកចេញពីទីនេះហើយនៅពេលបើកវិទ្យុស្ដាប់បទចម្រៀងដែលពួកគេស្ដាប់នៅពេលដែលគ្រួសារនេះមកវិស្សមការនៅទីនេះដំបូងវាក៏ត្រូវបានគេចាក់នៅក្នុងវិទ្យុពីដំបូង Andrew ចង់បិទវាចោលប៉ុន្តែចុងក្រោយគេសម្រេចចិត្តថានឹងបើកវាស្ដាប់ទៅដើម្បីឲ្យនឹកឃើញអនុស្សាវរីយ៍ល្អៗដែលពួកគេធ្លាប់មានជាមួយនឹង Eric កន្លងមកចប់អូខេបងប្អូនសាយរឿងមួយនេះចប់តែត្រឹមហ្នឹងហើយខ្ញុំមានអារម្មណ៍ថាសាយរឿងមួយនេះប្លែកមែនតើដែលធ្វើឲ្យយើងវល់អត់ច្បាស់នោះទេថាក្រុមនោះពិតជាមនុស្សឈួតឬក៏មនុស្សអាក្រក់ហើយអ្វីដែលពួកគេនិយាយហ្នឹងវាមែនឬក៏អត់ចុះបងប្អូនវិញជឿអ្វីដែលក្រុមមួយហ្នឹងនិយាយអត់ហើយចាប់ផ្ដើមជឿនៅពេលណាកុំភ្លេចខមមិនមកតែដល់បងប្អូនខ្ញុំដឹងម្នាក់មួយនៅក្នុងខមមិនផងណាជួបគ្នានៅវីដេអូបន្ទាប់បាយ